ក្រុមបាល់ទាត់រដ្ឋបាលស្រុកជីក្រែងនឹងមកប្រកួតពានមហាជននៅខាងខេត្តសៀមរាបឥឡូវនេះកីឡាករយើងកំពុងតែរៀបចំដើម្បីធ្វើការបើកវគ្គនៅថ្ងៃទី24នេះស្វាគមន៍មកកាន់ក្រុមបាល់ទាត់រដ្ឋបាលស្រុកជីក្រែងបាទជម្រាបសួរបងប្អូនទាំងអស់គ្នាជាពិសេសបងប្អូននៅក្នុងស្រុកជីក្រែងតែម្ដងមានដឹងអត់ថាក្រុមបាល់ទាត់រដ្ឋបាលស្រុកជីក្រែងនឹងមកប្រកួតពានមហាជននៅខាងខេត្តសៀមរាបឥឡូវនេះកីឡាករយើងកំពុងតែរៀបចំដើម្បីធ្វើការបើកវគ្គនៅថ្ងៃទី24នេះហើយនឹងប្រកួតនៅថ្ងៃទី30អញ្ចឹងសម្រាប់បងប្អូនអ្នកស្រុកជីក្រែងដែលបានឃើញវីដេអូមួយនេះកុំភ្លេចជួយ share ម្នាក់មួយនឹងលើកទឹកចិត្តក៏ដូចជាគាំទ្រកីឡាករបាល់ទាត់នៅស្រុកជីក្រែងដើម្បីឲ្យពួកគាត់មានកម្លាំងចិត្តនៅក្នុងការប្រកួតដើម្បីដណ្ដើមជ័យលាភីនៅក្នុងការប្រកួតពានមហាជនអញ្ចឹងណាហើយកីឡាកររបស់យើងគឺនៅខាងក្រោយនេះកំពុងតែធ្វើការរៀបចំសម្លៀកបំពាក់អីផ្សេងៗដើម្បីធ្វើការបើកវគ្គក៏ដូចជាហែក្បួនដល់សិនថ្ងៃនេះអត់ទាន់បានលេងថ្ងៃទី24អញ្ចឹងគេលេងនៅថ្ងៃទី30បងប្អូនបាទពុកម៉ែបងប្អូនដោយដែលឃើញខាងដើមវីដេអូអញ្ចឹងគឺថ្ងៃនេះគឺជាថ្ងៃទី24ខែឧសភាឆ្នាំ2026ដែលជាថ្ងៃបើកវគ្គនៃការប្រកួតពានមហាជនខេត្តសៀមរាបដែលឆ្នាំនេះគឺមានការរៀបចំធំខ្លាំងមែនទែនហើយក៏មានការចូលរួមពីថ្នាក់ដឹកនាំខេត្តក៏ដូចជាការចូលរួមពីបងប្អូនសសយកខាងកាយរដ្ឋក៏ដូចជាកីឡាករដែលគាត់ចូលរួមប្រកួតជាង30ក្រុមបងប្អូនហើយក៏មានបងប្អូនយើងមកទស្សនាច្រើនកកខ្លាំងមែនតើហើយនេះគឺជាការដង្ហែក្បួនរបស់ខាងស្រុកជីក្រែងយើងគឺមានកីឡាករចូលរួមជាច្រើនហើយវីដេអូនេះគឺផ្ញើជូនជាពិសេសសម្រាប់អ្នកជីក្រែងកុំភ្លេចជួយគាំទ្រក៏ដូចជាការលើកទឹកចិត្តកីឡាករម្នាក់មួយផងហើយគឺថាក្បួននៃការបើកកម្មវិធីនេះគឺថាការរៀបចំគឺធំខ្លាំងមែនតើបងប្អូនហើយក៏មានក្រុមចូលរួមប្រកួតច្រើនផងដែរនិយាយទៅទស្សនវិជ្ជាមួយនេះគឺជាទស្សនវិជ្ជាមួយដែលខ្ញុំទៅតែបានមកទស្សនាលើកទី1ទេរាល់ដងធ្លាប់តែមកឃើញគេប្រកួតបាល់មានអ្នកគ្រប់គ្រងខ្លះអីចឹងទៅដល់ពេលអញ្ចឹងខ្ញុំពិតជាមានអារម្មណ៍ថាអូអស្ចារ្យខ្លាំងមែនតើសម្រាប់ខ្ញុំបងប្អូនដោយសារតែខ្ញុំទៅតែបានមកទស្សនាការបើកកម្មវិធីលើកទី1សម្រាប់ខ្ញុំចឹងទៅហើយក៏មានការចូលរួមពីបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបក៏ដូចជាសិក្សានុសិស្សឬក៏អ្នកគ្រប់គ្រងអីផ្សេងៗគឺមកច្រើនខ្លាំងមែនតើបងប្អូនដូចនៅក្នុងវីដេអូនេះអញ្ចឹងសម្រាប់ការប្រកួតបាល់ពានមហាជនខេត្តសៀមរាបនេះគឺចាប់ផ្ដើមលេងចាប់ពីថ្ងៃទី24នេះរហូតដល់វគ្គផ្ដាច់ព្រ័ត្រតែម្ដងហើយឥឡូវនេះកីឡាករយើងកំពុងតែធ្វើការត្រៀមជើងសម្រាប់ប្រកួតនៅថ្ងៃទី30ខែឧសភាឆ្នាំ2026នេះបងប្អូននៅវិទ្យាល័យអង្គរចឹងសម្រាប់បងប្អូនដែលជា fan ខាងស្រុកជីក្រែងអាចទៅមើលឬក៏គាំទ្រក៏ដូចជាតាមដាននៅក្នុង page ខ្ញុំបានឬក៏ page ខាងស្រុកជីក្រែងបានបងប្អូនបន្ទាប់ពីចប់កម្មវិធីហើយក្រុមកីឡាករទាំងអស់ក៏មានការហូបអាហារសាមគ្គីជុំគ្នាដែលមានការរៀបចំពីខាងរដ្ឋបាលខេត្តសៀមរាបហើយសម្រាប់វីដេអូរបស់ខ្ញុំក៏ឈានដល់ទីបញ្ចប់ហើយជួបគ្នានៅវីដេអូក្រោយ